រៀបសួរសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំទៀតហើយមួយថ្ងៃទៀតហើយនៅក្នុងកោះរងសន្លឹមឥឡូវថ្ងៃកំពុងតែរះនេះកំពុងតែរះហើយគឺជារីសតនេះយើងមើលទស្សនភាពពេលព្រលឹមឡើងថ្ងៃរះតែនេះគឺខែឡើងទៅដល់លើបងប្អូនទេសភាពក៏ស្អាតកន្លែងក៏ឈៀលខ្យល់ត្រជាក់មកហើយបងប្អូននៅលើកោះរងសន្លឹមបងប្អូនទេសភាពគួរឲ្យស្រស់ថ្លាគួរឲ្យចាប់ចិត្តពេលដែលបងប្អូនមកនេះមានអារម្មណ៍ថាស្រឡះមែនតើមើលនេះគួយលេងមានផែមានបងប្អូនមើលខាងនោះមានភ្នំណាមើលទៅមានថ្ងៃលិចរៀងបាំងដើមឈើបន្តិចហើយនេះដូចរីសតគាត់នេះគាត់ធ្វើនៅកន្លែងព្រៃភ្នំហ្មងបងណាមកពេលដែលខ្យល់លៀបពេលថ្ងៃមិញដែលខ្ញុំថតវីដេអូនឹងគឺស្អាតអូបងប្អូននៅស៊ីពុត្រីនេះហ្មងស្អាតមែនតើកន្លែងណាមើលទៅក៏ស្អាតមើលនេះអានេះបងខ្ញុំមកតាំងពីប្រហែលឆ្នាំមុននោះឥឡូវចាស់បាត់ហើយបងប្អូនស្អាតដល់ឃើញកន្លែងណាក៏មើលទៅថ្ងៃរះនៅនោះនេះបងប្អូននេះបឹងគីឡូទឹកផ្លូវឡើងទៅលើភ្នំអូហូអាកាសធាតុល្អមែនទែនខ្យល់តែហូរត្រីអត់បានទេបងប្អូនអើយយើងត្រូវមកស្ទូចប៉ុន្តែដល់ពេលខ្យល់អញ្ចឹងពេកសួស្តីបងប្អូនអូយបានអូត្រីស៊ីនេះហើយបានត្រីហើយបងប្អូនសម្រាប់ហើយដាក់ភ្លាមបានផ្លែដាក់ភ្លាមបានផ្លែពិតជាល្អតែបងប្អូននេះហើយត្រីឥឡូវបានស្ទូចត្រីបានសម្រាប់ហើយបងប្អូនជ័យយោអូយមកមួយទៀតហើយបងប្អូនមួយទៀតបងប្អូននេះត្រីដែលយើងស្ទូចដាក់វត្តហ្មងបងប្អូនអើយលើខែនេះល្អណែស្មាត់ហើយបាន2វ៉ាវ2មិនមែនសម្ដែងមិនមែនអីទេមែនតើត្រីមែនតើនេះបងណែត្រីពិតណាអែមណាស់ពិតចិត្តទេណាបាទណែនៅស៊ីពូទ្រីគីឡូណែបងប្អូននេះស្ទូចត្រីលេងនៅនេះក៏បានអីក៏បានហាលទឹកលេងក៏បានណែកន្លែងសាក់ត្រីនេះហើយបងប្អូនចូលទៀតហើយអានេះគេហៅត្រីស៊ីពូទ្រីអានេះគេហៅត្រីសមុទ្របានន័យថាមានទាំងព្រៃមានទាំងសមុទ្រជុំវិញទាំងអស់បងប្អូនទៀតហើយអានេះខ្នាតណាស់ខ្នាតណាស់បងប្អូនចង់ស្ទូចត្រីចង់អីនៅស៊ីពូទ្រីនេះស៊ីពូទ្រីជំរាបសួរand hello បងមានឈ្មោះអីដែរបងឈ្មោះនេះឈ្មោះពិតម៉ាន់ភ័ក្រដីបាទប៉ុន្តែឈ្មោះនៅក្នុង Facebook គឺឈ្មោះនៃមែនបាទអញ្ចឹងបងចង់សួរពីចំណុចអីអាចចង់សួរថាកន្លែងបងមានអ្វីខ្លះមានបន្ទប់មានអីតើបងមានអីខ្លះហើយមានគូអីដែលបង្ហាញទៅបងប្អូនទាំងអស់គ្នាដែលមើលនៅក្នុងវីដេអូនេះហ៎បងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញថាពីសេវាកម្មនៅលើកោះរបស់យើងបាទទី1យើងចង់បង្ហាញពីសក្តានុពលបាទនៅលើប្រព័ន្ធទេសចរបាទ ecology ហើយនឹងយើងមានបន្ទប់តិចទេបាទក៏ប៉ុន្តែអ្វីដែលយើងអាចធ្វើទៅបានហើយនឹងយើងមានសេវាកម្មហើយគ្រឿងសមុទ្របុកខ្មែរយើងតែម្ដងបាទគឺស្រស់បាទអញ្ចឹងបើអត់ស្រស់អត់លក់ទេបាទអត់លក់ទេចង់បានអ្វីដែលស្រស់ហើយមានគុណភាពបាទតម្លៃគឺថ្លៃថ្នូរនិងទទួលយកបានបាទភ្ញៀវតាំងម្ចាស់តាំងបាទតែខ្ញុំមិនមែនជាម្ចាស់ទីតាំងទេខ្ញុំជាអ្នកគ្រប់គ្រងទូចមួយទេប៉ុន្តែយើងមានកញ្ចប់មួយទៀតយើងរៀបចំទេសចរនៅលើកោះនេះយើងមានដំណើរទេសចរជុំវិញកោះដូចជាមុខទឹកការថ្មបាទហើយមើលតាមភូមិតាមអីហើយនឹងជុំវិញកោះហ្នឹងអញ្ចឹងយើងមានសេវាកម្មនឹងដូចគ្នាមានសេវាម៉ូតូយើងមានសេវាអីផ្សេងបន្តទៀតគឺមានច្រើន
ហើយនៅនេះបងប្អូននៅនេះ sunset ស្អាតមែនទែន sunset បាងភ្នំsunset បាងភ្នំហើយពេលដែលយើងភ្ញាក់ពីគេងយើងអាចមកនៅលើផែមានកញ្ចុះដើម្បីឲ្យយើងមើល sunrise ហើយដល់ពេលដែល sunset បាងភ្នំមែនប៉ុន្តែមើលទៅស្អាតមែនទែនបងប្អូនឥឡូវសុំសួរបងមួយដែរតើកន្លែងនេះឈ្មោះអីគេដែរបងហើយមានន័យយ៉ាងម៉េចដែរនៅនេះឈ្មោះ Sea Poetry បើយើងបកជាភាសាខ្មែរមកគឺកំណាព្យសមុទ្រហ្នឹងគឺអ្នកដែលមកលេងកំណាព្យសមុទ្រហើយនឹងឈើដើមឈើហ្នឹងបាទដល់ពេលអញ្ចឹងគាត់មកគាត់ចង់តែងកំណាព្យគាត់ចង់វាលេចហ្នឹងហើយជាចំណុចមួយដែលយើងដាក់ឈ្មោះហ្នឹងដើម្បីឲ្យប្លែកបាទហ្នឹងហើយឲ្យប្លែកដើម្បីស្គាល់គេថាដដែលបាទអញ្ចឹងSea Poetry យើងទៅបើកបានរយៈពេល10ជាងថ្ងៃទេក៏ប៉ុន្តែយើងមាន review ខ្ពស់ដោយសារទី1លើសេវាកម្មទី2លើគុណភាពបាទអញ្ចឹងយើងទទួលស្គាល់cáiអ្វីដែលយើងអាចទទួលយកបានមិនមែនដោយសារយើងទាំងស្រុងទេបាទដោយសារញៀវគាត់មកញ៉ាំខ្លួនឯងគាត់មិនដឹងថាអ្វីដែលគាត់ឆ្ងាញ់គាត់ភាសាទៅឆ្ងាញ់ហ្នឹងមិនមែនបាទអ្នកផ្សេងអាចមកដាក់ឲ្យបានទេអាហ្នឹងបាទហើយបើមួយទៀតនៅនេះវាឆ្ងាយតិចតែយើងមានសេវាកម្មគឺយើងមានសេវាកម្មម៉ូតូយើងមានសេវាកម្មផ្សេងច្រើនបាទអញ្ចឹងបើសិនជាអាចតំណងចង់ទៅលេង Sea Poetry អញ្ចឹងអាចតំណងមកខាងយើងខ្ញុំអាចនៅនឹង Poetry និងពួកខ្ញុំនឹងរៀបចំឲ្យបានបាទសូមអរគុណច្រើនបងណៃណាបងណោះបាទសូមអរគុណច្រើនបងណៃដែលឲ្យការសម្ភាសពេលនេះបាទបងប្អូនអរគុណទាំងអស់គ្នាទីនេះគឺជាកន្លែងដែលខ្ញុំចូលចិត្តឲ្យ chill មែនតើហើយពេលដែលយើងមើលចុះពីផែទៅឃើញផ្ទះដែលគាត់សាងសង់ហ្នឹងមានដូមមានរបៀបបឹងកាឡូដាច់សម្រាប់ឲ្យយើងសម្រាកកាយាពេលធ្វើការហត់អស់កម្លាំងមកពីភ្នំពេញវឺបណ្ដាខេត្តផ្សេងអញ្ចឹងណាបងប្អូននេះគឺជាកន្លែងល្អដែលខ្ញុំចង់ណែនាំសម្រាប់បងប្អូនទាំងអស់គ្នាឲ្យមកបើសិនជាមកលេងនៅកោះរ៉ុងសន្លឹមណាបងប្អូននេះគឺជាកន្លែងដែលសប្បាយហើយល្អគ្រាន់ថាពេលយើងឡើងចុះហត់ហើយយើងបានគេហៅថាហាត់កីឡាលាយជាមួយគ្នាអញ្ចឹងណាបងប្អូនអរគុណបងប្អូនទាំងអស់គ្នាកន្លែងនេះដែរណាគឺកន្លែងនេះគឺដាច់ស្រយាលពីគេពីខាងកោះរ៉ុងសន្លឹមមកនេះគឺគាត់មានតែមួយកន្លែងទេប៉ុន្តែយើងមានផ្លូវដើរឬជិះម៉ូតូពីលើភ្នំទៅលេងខាងឆ្នេរណាបងប្អូនខាងឆ្នេរនៅក្នុងកោះរ៉ុងសន្លឹមនេះណាប៉ុន្តែគាត់មានសេវាកម្មទូកជូនបងប្អូនមកឲ្យជូនបងប្អូនទៅវិញទៀតគឺសេវាកម្មម៉ូតូឌុបអីចឹងណាបងប្អូនចឹងបើសិនជាចង់ទៅលេងខាងឆ្នេរមានមនុស្សច្រើនមានអីចឹងគាត់មានសេវាកម្មទាំងអស់បាទអរគុណបងប្អូនមេបងប្អូនគាត់ថាគាត់ថតលេងណាបងប្អូនស្ទូចលេងណាច្រឡំថតលេង sorry បងប្អូនសុំទោសស្ទូចលេងទេប៉ុន្តែគាត់ប្រឡែងទៅវិញខ្លះទៅហើយរួចនៅក្នុងទ្រុងបងប្អូនហើយស្ទូចបានត្រីប្រហែលជា10ហើយបាននេះមួយក្បាលឥឡូវគាត់យកនេះគាត់ប្រាប់ថាអូម្ហូបនេះយកទៅធ្វើម្ហូបយើងសម្អាតវាស្អាតណាបងប្អូនដាក់នៅក្នុងអូវិនរបស់គាត់ដែលពេលដែលគាត់លក់ភីហ្សាហ្នឹងដាក់នៅក្នុងអូវិនហ្នឹងហើយគាត់ដុតទៅគឺនេះមែនតើបងប្អូនគឺរបៀបវាក្រៅវាដូច crispy ហើយនឹងខាងក្នុងវាទុនញ៉ាំមកឆ្ងាញ់គាត់ប្រាប់ខ្ញុំព្រួយគាត់ជាចុងភៅដែរគាត់ដើរស្ទូចត្រីកំសាន្តប៉ុន្តែគាត់ជាចុងភៅអញ្ចឹងគាត់យកត្រីណាម្ហូបណាទៅហើយគាត់នឹងយកទៅច្នៃធ្វើជាម្ហូបដ៏ឆ្ងាញ់បំផុតសម្រាប់ខ្លួនឯងហើយនឹងគ្រួសារនេះ view នៅផែ Sea Poetry ណា view ពេលល្ងាចណាអូថ្ងៃនេះអែមមែនតើបងប្អូនអែមខ្លាំងណាមើលអូមេឃមានពណ៌ស្វាយមានពណ៌មានពពកមានពណ៌សមានពណ៌ខៀវលាយចម្រុះគ្នាបងប្អូនមើលទេសភាពដែលនៅទីនេះផ្ទាល់ណាបងប្អូន
តែយល់យ៉ាងម៉េចដែរនៅក្នុងទេសភាពនៅកន្លែងនេះផ្ទាល់នេះ Seaport Tree Seaport Tree អូបឹងកាឡូនៅលើភ្នំបឹងកាឡូនៅលើភ្នំលើកោះមើលបងប្អូនណាមើលកន្លែង Seaport Tree ពេលដែលទឹកនេះឡើងកន្លែងហ្នឹងគឺលិចហ្មងបងប្អូនមើលស្នាមលិចអស់ហើយដល់ពេលល្ងាចចឹងទឹកនាចគឺទឹកតិចយើងអាចដើររើខ្យងយើងដើររើចាប់ក្តាមចាប់អីបានទេបងប្អូនមកជុំវិញតាមកោះនេះទាំងអស់នេះឃើញទេបងប្អូនស្អាតហើយស្មាននឹងបើយើងមានកញ្ចាំងមានអីយើងដើរចាក់ក្តាមដើរអីបាននោះទៅដល់នោះក្នុងមានព្រៃកោងកាងមានអីក្នុងមានព្រៃកោងកាងខ្នេះប្រទីដែលហ៊ានទីអីមកលេងទីនេះគឺអត់នេះបងប្អូនគឺល្អមែនតើគឺសบายហើយអាកាសធាតុក៏ល្អអីក៏ល្អពេលព្រឹកទៅយើងខ្យល់បន្តិចតាមរដូវកាលទេបងប្អូនរដូវកាលនេះខ្ញុំមកនេះចំខែ1ខ្ទង់ថ្ងៃទី4នេះសមិញថ្ងៃទី4ខ្ញុំមកដល់ថ្ងៃនេះថ្ងៃទី5របស់ខែ1ឆ្នាំ2026បងប្អូននេះគឺជាការចងចាំដ៏ល្អមួយសម្រាប់ខ្ញុំដែរហើយនឹងចង់បង្ហាញទៅបងប្អូនឲ្យឃើញថាកន្លែងនេះគឺគួរតែមកលេងគួរតែមកឈៀលមកអីចឹងហើយស្គាល់បងប្អូននៅកន្លែងនេះគឺល្អមែនតើបងប្អូនអ្នកសមុទ្រណាគេចិត្តល្អណាបងប្អូនពេលដែលយើងមានមុខចុកអីចេះពេលដែលគេមកគេដាក់គ្រឿងសមុទ្រដាក់អីឲ្យយើងហូបដាក់អីឲ្យនេះជួបជាមួយនឹងបងម្ចាស់ផ្ទះនេះក៏ល្អចេះគាត់ឈ្មោះអង្គធីដែលម្ចាស់កន្លែងហ្នឹង Seaport Tree នេះហើយកន្លែងនេះគេមានរបៀប resort បឹងកាឡូសម្រាប់ឲ្យគេសម្រាប់មើលបងប្អូនណាមើលកន្លែង Seaport Tree ពេលដែលទឹកនេះឡើងកន្លែងហ្នឹងគឺលិចហ្មងបងប្អូនមើលស្នាមលិចអស់ហើយដល់ពេលល្ងាចចឹងទឹកនាចគឺទឹកតិចយើងអាចដើររើខ្យងយើងដើររើចាប់ក្តាមចាប់អីបានទេបងប្អូនមកជុំវិញតាមកោះនេះទាំងអស់នេះឃើញទេបងប្អូនស្អាតហើយស្មាននឹងបើយើងមានកញ្ចាំងមានអីយើងដើរចាក់ក្តាមដើរអីបាននោះទៅដល់នោះក្នុងមានព្រៃកោងកាងមានអីក្នុងមានព្រៃកោងកាងខ្នេះប្រទីដែលហ៊ានទីអីមកលេងទីនេះគឺអត់នេះបងប្អូនគឺល្អមែនតើគឺសบายហើយអាកាសធាតុក៏ល្អអីក៏ល្អពេលព្រឹកទៅយើងខ្យល់បន្តិចតាមរដូវកាលទេបងប្អូនរដូវកាលនេះខ្ញុំមកនេះចំខែ1ខ្ទង់ថ្ងៃទី4នេះសមិញថ្ងៃទី4ខ្ញុំមកដល់ថ្ងៃនេះថ្ងៃទី5របស់ខែ1ឆ្នាំ2026បងប្អូននេះគឺជាការចងចាំដ៏ល្អមួយសម្រាប់ខ្ញុំដែរហើយនឹងចង់បង្ហាញទៅបងប្អូនឲ្យឃើញថាកន្លែងនេះគឺគួរតែមកលេងគួរតែមកឈៀលមកអីចឹងហើយស្គាល់បងប្អូននៅកន្លែងនេះគឺល្អមែនតើបងប្អូនអ្នកសមុទ្រណាគេចិត្តល្អណាបងប្អូនពេលដែលយើងមានមុខចុកអីចេះពេលដែលគេមកគេដាក់គ្រឿងសមុទ្រដាក់អីឲ្យយើងហូបដាក់អីឲ្យនេះជួបជាមួយនឹងបងម្ចាស់ផ្ទះនេះក៏ល្អចេះគាត់ឈ្មោះអង្គធីដែលម្ចាស់កន្លែងហ្នឹង Seaport Tree នេះហើយកន្លែងនេះគេមានរបៀប resort បឹងកាឡូសម្រាប់ឲ្យគេសម្រាប់បងប្អូនណានៅ Seaport Tree នេះបងរិទ្ធនេះគាត់អ្នកលក់ភីសាគាត់តកែភីសាមួយនៅភ្នំពេញនៅចិត្តវត្តលង្កាបងឥឡូវគាត់មកនេះគប់មឹកបានអូយធំណាស់បងប្អូនអើយមឹកនេះចូលប៉ុន្មានបងចូលប៉ុន្មានខ្ទង់7ខាំកន្លះគីឡូអីហ្នឹងបងប្អូនធំមែនតើបងប្អូនអូខេយើងស្ទូចមឹកនេះដើម្បីយកមឹកហ្នឹងយកទៅស្ទូចត្រីធំយប់ឡើងណាបងប្អូនអញ្ចឹងគាត់យកទៅព្រោះទុកដើម្បីស្ទូចត្រីធំពេលយប់ឡើងយប់ជ្រៅតែយប់ជ្រៅត្រីតែធំចូលខំកូនត្រីនៅក្នុងខែនេះបងខែកន្លែង Seaport Tree នេះបងប្អូននេះគឺជាពេលល្ងាចឡើងឥឡូវគាត់កំពុងតែចាប់ផ្ដើមធ្វើដូចបងណៃគាត់ប្រាប់អញ្ចឹងឥឡូវទៅបើកបាត់10ថ្ងៃនេះបងប្អូននេះស៊ីយើងមើលស៊ីអត់ឃើញទេនោះស៊ីតែនេះ Port Tree អែមណាបងប្អូន Port Tree Seaport Tree បងប្អូននេះគឺជា Seaport Tree ពេលយប់ឡើងហ៎បងប្អូន Seaport Tree ពេលយប់ឡើងនេះភ្លើងចេះបាញ់ទៅសមុទ្រហើយមើលឃើញនេះប្រច័នរះទៀតបងប្អូនខាងនេះផ្លូវដើរបងប្អូនសត្វដើរលេងជាមួយខ្ញុំឡើងទៅលើនេះចុះទៅ
យើងចាប់ផ្ដើមឡើងលើភ្នំឡើងលើកោះហើយបងប្អូនហើយនៅមើលអូវិធីដែលគេធ្វើឥឡូវបើកភ្លើងបើកអីស្អាតណាស់បងប្អូននេះសិតតែបន្ទប់ភ្ញៀវសិតតែបឹងគីឡូរបស់ភ្ញៀវទាំងអស់បងប្អូននេះឲ្យមើលទៅយើងនៅដល់ភ្នំឡើងដល់លើភ្នំមានបឹងគីឡូមានដូមានបន្ទប់ដែលយើងគេងរួមមានអីចឹងមើលទៅគួរឲ្យចាប់អារម្មណ៍ណាបងប្អូន ថាមឹកចេញពីសមុទ្រលើកមកថ្មីរស់ឧយសាយឧយសាយខំពន្លឺព្រះចាំងឧយសាយ